ត្រឹមរូបថតមួយសន្លឹកគេអាចរកទីតាំងដែលយើងថតនឹងបានអានេះផែនទីនេះគឺវាដើរលើពិភពលោកតែម្ដងផែនទីពិភពលោកបន្តមកយើងចុចពាក្យថា search អូខេនេះវានឹងហត់ហួរឲ្យអញ្ចឹងនេះឃើញទេទីតាំងត្រឹមរូបថតមួយសន្លឹកគេអាចរកទីតាំងដែលយើងថតនឹងបានឬក៏គេចាប់ថាយើងនៅទីណាបានតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលគាត់តែងតែថតបច្ចុប្បន្ននេះប្រទេសយើងជាមួយនឹងស៊ីមកំពុងតែមានបញ្ហាអញ្ចឹងបិណ្ឌក្រសួងការពារជាតិលោកតែងតែថាហាមថតនោះគឺដោយសារតែខ្លាចពួកអាចោស៊ីមបច្ចុប្បន្ននេះយើងកំពុងតែមានសង្គ្រាមជាមួយនឹងអាចោស៊ីមខ្ញុំចង់ប្រាប់ថាមូលហេតុដែលគាត់មិនអោយថតមិនអោយបង្ហាញគឺដោយសារអញ្ចឹងខ្ញុំឧទាហរណ៍ត្រួសឲ្យរូបមួយនេះយើងចង់ដឹងថារូបមួយនឹងនៅទីតាំងកន្លែងណាបើយើងអត់ដឹងយើងគ្រាន់តែយកទីមួយយើងចូលមកក្នុងកន្លែង Google បន្ទាប់ពីយើងចូលក្នុង Google ហើយយើងចុចកន្លែងនេះកន្លែង search បន្ទាប់មកយើងវាយថាពីកាតានេះពីកាតានេះអាក្រោមនេះចុចលើហ្នឹងមកបន្ទាប់មកចុចលើអាលើអូខេខ្ញុំចង់យករូបមួយនេះបន្ទាប់មកខ្ញុំចង់រកទីតាំងរូបមួយនេះអញ្ចឹងខ្ញុំចុចលើកន្លែង upload photo បន្ទាប់មកយក photo បន្ទាប់ពីយើង scroll មកឃើញយើងចុចលើហ្នឹងមួយមកអូខេបន្ទាប់មកយើងពាក្យថា done បន្ទាប់មកចាំបន្តិចវាកំពុងតែដំណើរការអានេះផែនទីនេះគឺវាដើរលើពិភពលោកតែម្ដងផែនទីពិភពលោកបន្ទាប់មកយើងពាក្យថា search location បន្ទាប់មកវានឹងចេញឲ្យនេះចេញទីតាំងចុចលើហ្នឹងមួយមកបន្ទាប់មកអូសមកក្រោមមកហើយយើងចង់ដឹងថាទីតាំងហ្នឹងនៅកន្លែងណាឥឡូវយើង search កន្លែងនេះហើយមកតង់អញ្ចឹងវាចេញអានេះឲ្យនេះអញ្ចឹងយើងចុច copy នេះអូខេ copy អាហ្នឹងមកបន្ទាប់មកយើងចូលមកក្នុង Google Map បន្ទាប់មកយើងឃើញកន្លែងខាងលើនេះគឺ search here នេះខ្ញុំអត់នៅនេះទេខ្ញុំនៅសង្គមជ័យទេអង្គមិនតូចទេឃើញទេអញ្ចឹងខ្ញុំគ្រាន់តែដាក់លើនេះមក search មិញអាលេខកូដដែលខ្ញុំនេះមិញហ្នឹងខ្ញុំរកមិញហ្នឹងនៅពីកាតាមិញហ្នឹងបន្ទាប់មកយើងចុចពាក្យថា search អូខេនេះវានឹងហត់ហួរឲ្យអញ្ចឹងនេះឃើញទេទីតាំងរូបសំណាក់ប្រាសាទព្រះវិហារនេះរូបមិញហ្នឹងឃើញវាបញ្ជាក់ទីតាំងឲ្យតែម្ដងអញ្ចឹងមិនថារូបនឹងនៅទីណាទេគឺយើងអាចរកបានដោយស្រួលមែនទែនអញ្ចឹងអត់ពិបាកទេយើងចង់ដឹងរូបនោះណាដាក់តែប៉ុណ្្នឹងមករកឃើញបាទហើយបើយើងចង់ទៅលេងឬក៏ចង់ទៅនឹងមកគ្រាន់តែចុចពាក្យថាពាក្យ direct ហើយចុចពាក្យថា start មួយប៉បដើរត្រយអត់មានអីពិបាកចង់តាមណាក៏បានដែរឃើញអញ្ចឹងបានក្រសួងការពារជាតិអីហ្នឹងលោកហាមថាហាមថតឲ្យសកម្មភាពអំពីការទីតាំងដែលយើងកំពុងតែឈរជើងអញ្ចឹងរូបភាពមួយសន្លឹកអាចរកទីតាំងយើងឃើញបានដោយងាយស្រួលបំផុតមិនចាំបាច់ search អញ៉ៃវល់ក្បងនេះចុចតែប៉ុណ្ណឹងរកទីតាំងឃើញស្រួលមែនទេអញ្ចឹងមិនហាមថាកុំអោយថតរញ៉េរញ៉ៃអរគុណច្រើនវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងសម្រាប់បងដែលអត់តន់ចេះរកទីតាំងនៃរូបភាពអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ